load ស្វិតស្រួលធ្វើខ្លាំងមែនតើបងប្អូនអត់ពិបាកដូចយើងធ្វើload អង្គយបងប្អូនអើយជំរាបសួរពុកមីងបងប្អូនទាំងអស់គ្នាតោះបងប្អូនមករៀនធ្វើ load ស្វិតជាមួយនឹងខ្ញុំទាំងអស់គ្នាថ្ងៃមុននេះខ្ញុំបានធ្វើ load អង្គបងប្អូនចឹងហើយនៅសល់ចាទឹកស្ករខ្ទិះដូងយើងហ្នឹងណាហើយក៏នឹកឃើញធ្វើ load ស្វិតញ៉ាំតែម្ដងទៅចាហើយចំពោះគ្រឿងផ្សំវិញអត់មានអីច្រើនទេបងប្អូនអើយមានតែម្សៅឆាហើយនៅជាមួយលីជាមួយនឹងទឹកពុះឆាទឹកនេះខ្ញុំដាំឲ្យពុះសិនណាបងប្អូនទើបយើងយកទៅលីជាមួយនឹងម្សៅឆាហើយបងប្អូនត្រូវយកចង្កឹះឬក៏វែកអីមួយយកទៅចាច្បល់វាព្រោះអីដំបូងវាទឹកហ្នឹងក្តៅដែរបងប្អូនទៅប៉ះទៅយ៉ាត់លាចាចឹងហើយត្រូវយកវែកអីមួយទៅកូរឲ្យសព្វទៅចាបន្ទាប់ពីមួយសន្ទុះក្រោយមកចាគឺយើងអាចច្បល់ជាមួយនឹងដៃបានហើយនេះខ្ញុំច្រឡំច្បល់ជាមួយនឹងសូមដៃបងប្អូនអើយនិយាយពីថាជាប់ដៃហ្មងហ្នឹងហើយបងប្អូនឃើញហើយពិបាកមែនទែននៅពេលដែលយើងចាធ្វើការជាមួយនឹងសូមដៃគឺមិនស្រួលទេការវាស្អិតជាពិសេសម្សៅជាមួយនឹងម្សៅរៀងស្អិតតិចហើយចាអញ្ចឹងអត់ជំរើសទេគឺមានតែធ្វើជាមួយនឹងដៃនឹងឯងបងប្អូនចាហើយចំពោះទឹកវិញបងប្អូនត្រូវស្មានម្ដងបន្តិចសិនណាចំពោះ100ក្រាមហ្នឹងដែលនេះខ្ញុំធ្វើហ្នឹងគឺនេះខ្ញុំដាក់ទឹកចំណូលប្រហែលចិត្ត100 ml ដែរបងប្អូនអញ្ចឹងហើយបងប្អូនត្រូវចាក់ម្ដងតិចបងប្អូនមើលទៅតាមម្សៅព្រោះឯម្សៅខ្លះគឺវាអាចនឹងខុសគ្នាចាបងប្អូនឃើញខ្ញុំច្បល់ទៅមួយសន្ទុះក្រោយមកគឺវានៅអត់ទាន់ម៉ត់ទេគឺវានៅក្រើមបងប្អូនឃើញគ្រាប់តិចទេនេះបងប្អូនឃើញទេអញ្ចឹងមានន័យថាអត់ទាន់ល្អទេនិយាយទៅយើងច្បល់ធ្វើយ៉ាងម៉េចឲ្យម្សៅរបស់យើងនិយាយទៅគឺឡើង smooth ហ្មងបងប្អូនហើយត្រូវយកដៃហ្នឹងទៅសកត់ហ្មងបងប្អូនចាដើម្បីឲ្យម្សៅរបស់យើងវាម៉ត់ហើយបើសិនជាម្សៅរបស់យើងវាឡើងជាប់ចឹងបងប្អូនត្រូវថែមម្សៅឆារបស់យើងនឹងរយពីលើបន្តិចម្ដងណាដើម្បីកុំឲ្យវាស្អិតណាហើយតាមធម្មតាបើសិនជាបងប្អូនទាញទៅឃើញវាដូចថាស្វិតបែបនេះទាញទៅវាវែងឡាយចឹងមានន័យថាម្សៅរបស់បងប្អូនល្អហើយតែបើសិនជាបងប្អូនទាញទៅវារៀងទាញភ្លាមដាច់ភ្លាមមានន័យថាម្សៅបងប្អូនអត់ទាន់ល្អទេមានន័យថាខ្វះជាតិទឹកហើយចាអញ្ចឹងបងប្អូនត្រូវមើលទៅតាមសភាពម្សៅណាតិចទៀតហ្នឹងនេះខ្ញុំនឹងប្រាប់ថាហេតុអីបានយើងត្រូវដាក់ទឹកឲ្យសមល្មមចាកុំឲ្យស្ងួតពេកកាលណាតែស្ងួតពេកតាមមានអ្វីកើតឡើងចានេះខ្ញុំបន្តិចទៀតនេះខ្ញុំនឹងប្រាប់បងប្អូននៅពេលដែលម៉ត់ smooth បានល្អហើយចាបងប្អូនចែកម្សៅនឹងជា2ទៅបងប្អូនដាក់ជាមួយនឹងពណ៌ដែលបងប្អូនពេញចិត្តណាចាហើយនេះខ្ញុំដាក់ជាមួយនឹងពណ៌បៃតងចាពណ៌ទឹកស្លឹកតយបងប្អូនជាមួយនឹងទឹកស្លឹកតនេះផងដែរនេះខ្ញុំដាក់មួយដំណក់សិនដំបូងចាពួកអីម្សៅយើងវារៀងតិចដែរអញ្ចឹងនេះខ្ញុំដាក់សាកមើលសិនមួយដំណក់បើច្បាច់ទៅយើងឃើញថាម្សៅរបស់យើងវានៅស្លេកបងប្អូនបន្ថែមមួយដំណក់ទៀតទៅចាកុំនិយាយទៅកុំដាក់ច្រើនពេកកាលណាតែច្រើនពេកគឺវាធ្វើឲ្យទៅជាល្វីងរសជាតិល្វីងឯងបងប្អូនចាហើយនេះខ្ញុំឃើញទៅវារៀងអត់សូវបៃតងហ្មងទេអញ្ចឹងនេះខ្ញុំដាក់មកដំណក់ទៀតដុំទី1រួចរាល់ហើយបងប្អូនត្រូវយកកណាត់អីមួយគ្របម្សៅដុំនឹងទុកសិនណាកុំឲ្យវាឡើងស្ងួតចាចំពោះដុំទី2គឺនេះខ្ញុំធ្វើជាមួយនឹងពណ៌ក្រហមហើយនេះខ្ញុំដាក់ប្រហែលជា3ដំណក់ដែរព្រោះអីទឹកលក្ខហ្នឹងវារៀងរាវដែរចាចឹងហើយនេះខ្ញុំដាក់ប្រហែលជា3ដំណក់ចំណុំ100ក្រាមគឺនេះខ្ញុំធ្វើ2ពណ៌បងប្អូនចានេះខ្ញុំចែកពាក់កណ្ដាលពណ៌ក្រហមពណ៌បៃតងអញ្ចឹងទៅចាហើយបើសិនជាបងប្អូនចង់ធ្វើពណ៌អីផ្សេងទៀតបងប្អូនលាយម្សៅទៀតទៅដោយសារតែនេះខ្ញុំអត់លាយជាមួយគ្នាតែម្ដងដោយសារតែចាំតែច្រើនពេកគឺនេះខ្ញុំពិបាកច្បាច់ទេបងប្អូនអើយតម្រាំម៉ត់អញ្ចឹងណាវាច្រើនហើយអាហ្នឹងបងប្អូនត្រូវការកម្លាំងបន្តិចចាមុននឹងយកម្សៅនឹងទៅសកត់នៅលើជ្រុញបងប្អូនត្រូវរោយម្សៅមុនសិនចានៅលើជ្រុញដើម្បីកុំឲ្យយើងដាក់ម្សៅទៅវាជាប់មិញនេះខ្ញុំបាននិយាយថាហេតុអីបានត្រូវយើងប្រើទឹកមកសមល្មមដើម្បីកុំឲ្យម្សៅរបស់យើងកាលណាតែស្ងួតពេកគឺវាធ្វើឲ្យលោតរបស់បងប្អូនទៅពេលដែលបងប្អូនយកទៅប្រឡេះវាចឹងទៅគឺវាអាចនឹងឆាប់ដាច់ចាព្រោះអីអាហ្នឹងមានន័យថាលោតរបស់បងប្អូនខ្វះជាតិទឹកអីពីស្ងួតពេកចានៅពេលដែលបងប្អូនកាត់រួចរាល់ហើយបងប្អូនយកម្សៅឆាបន្តិចយកមករោយនៅលើម្សៅហើយរលាស់វាលើកលាស់វាដើម្បីកុំឲ្យវាលោតនឹងជាប់គ្នានៅពេលដែលយើងសុះទៅកុំឲ្យវាជាប់គ្នាហើយនេះគឺជាម្សៅដែលនេះខ្ញុំបានកាត់នៅសល់គែមបងប្អូនហើយនេះខ្ញុំយកទៅធ្វើជាដុំមូលទូចចានិយាយទៅកុំឲ្យខាត
យើងត្រូវតែលៃឲ្យអស់ហ្មងណាពេលដែលយើងចិត្តធ្វើចិត្តអស់ហ្នឹងបងប្អូនធៀមចាដាំទឹកមួយឆ្នាំងឲ្យហើយទៅចាតម្រាំនឹងយើងលុញកាត់រួចរាល់ហើយហ្នឹងគឺថាទឹករបស់យើងនឹងពុះហើយចាឥឡូវលោតទាំង4ពណ៌របស់នេះខ្ញុំរួចរាល់ហើយតម្រាំនឹងនាងខ្ញុំធ្វើហើយហ្នឹងគឺទឹកដែលនាងខ្ញុំបានដាំហ្នឹងគឺពុះល្មមតែម្ដងចាហើយបងប្អូនតម្លាក់លោតនឹងចូលទៅចាហើយបងប្អូនកុំភ្លេចយកស្លាបព្រាឬក៏វែកអីមួយបងប្អូនត្រូវតែអាសាកូរវាដើម្បីកុំឲ្យទី1កុំឲ្យជាប់គ្នាទី2កុំឲ្យវាកកបាតចាមួយសន្ទុះក្រោយមកបងប្អូនចាប់ផ្ដើមកូរទីទៅបងប្អូនឃើញវាដែតឡើងលើអញ្ចឹងមានន័យថាវាអត់ទាន់ឆ្អិនភ្លាមទេបងប្អូនចាំមកសន្ទុះឲ្យលោតនឹងវារៀងឡើងថ្លាសិនណាទើបយើងចាអាចបិទភ្លើងហើយស្រង់លោតនឹងចេញមកហើយបងប្អូនត្រូវធៀមទឹកត្រជាក់មួយចានដែកមួយចាដើម្បីយើងដាក់ស្រង់លោតនឹងដាក់ចូលទៅក្នុងទឹកត្រជាក់ដើម្បីឲ្យលោតរបស់យើងវាចាចុះកម្ដៅហើយស្វិតទន់ល្មមចំពោះលោតក្របហ្នឹងគឺនាងខ្ញុំដាក់សូសចុងក្រោយគេដោយសារតែលោតក្របហ្នឹងវារៀងក្រាស់ជាងអញ្ចឹងហើយនាងខ្ញុំសូសផ្សេងចាបន្ទាប់ពីយើងស្រង់ទសាយវែងនឹងចេញហើយគឺយើងដាក់សូសក្របនឹងចូលចាមកសន្ទុះក្រោយមកគឺវាឆាប់និយាយទៅគឺឆាប់ឆ្អិនទេបងប្អូនលោតណាចាហើយនៅពេលដែលឆ្អិនហើយហ្នឹងបងប្អូនស្រង់ដាក់ចូលនៅចានដែកអំបិញមិញហ្នឹងចាចូលទាំងអស់គ្នាទៅគឺមិនជាបញ្ហាទេបងប្អូនហើយបន្ទាប់មកទៀតគឺនាងខ្ញុំទុកលោតនឹងមកសន្ទុះសិននាងខ្ញុំងាកមកធ្វើទឹកស្ករខ្ទិះដូងចានាងខ្ញុំមានខ្ទិះដូងហើយជាមួយនឹងទឹកជាមួយនឹងស្លឹកតើយផងដែរនាងខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចចាថ្ងៃមុននេះខ្ញុំនៅសល់ទឹកស្កររបស់នេះខ្ញុំដែលនេះខ្ញុំបានធ្វើលោតអង្ករហ្នឹងចាជាមួយនឹងខ្ទិះហើយនឹងស្ករត្នោតរបស់យើងហ្នឹងគឺឈ្ងុយខ្លាំងមែនតើនេះខ្ញុំដាក់ចូលទៅទាំងអស់ចាហើយខ្វះខាតប៉ុន្មានគឺនេះខ្ញុំបន្ថែមស្ករទៀតចឹងណាចាបងប្អូនធ្វើជាមួយនឹងស្ករក្រហមមកឈ្ងុយខ្លាំងបងប្អូនអើយឆ្ងាញ់ហ្មងហើយនេះខ្ញុំអត់ភ្លេចទេជាមួយនឹងខ្នុរបងប្អូនព្រោះនេះខ្ញុំចូលចិត្តញ៉ាំខ្នុរចាហើយបងប្អូនដាំឲ្យមកពុះទៅចានៅពេលដែលពុះហើយចាបិទភ្លើងហើយទុកឲ្យទឹកស្កររបស់យើងចុះត្រជាក់សិនណាចាចាំត្រជាក់សិនទើបយើងចាក់លោតនឹងចូលចាតែជាដំបូងនេះខ្ញុំចាំមកធ្វើផ្អែមឲ្យកូនរបស់នេះខ្ញុំសិនចាគឺនេះខ្ញុំបន្ថែមជាមួយនឹង jelly ចាស្រាយយើងចាស្រាយបៃតងណាចំពោះស្រាយនេះផងដែរគឺនេះខ្ញុំទិញស្រាប់ទេបងប្អូនអើយហើយរសជាតិវិញឈ្ងុយដូចទឹកស្រូពណ៌បៃតងយើងអញ្ចឹងណាចាហើយនេះខ្ញុំដាក់រំលែកជាមួយនឹងលោតដែលនេះខ្ញុំបានធ្វើមិញហ្នឹងហើយនឹងគ្រាប់ទទឹមនេះខ្ញុំនឹងចេញវីដេអូជូនបងប្អូនមើលមួយ like ទៀតព្រោះអីនេះខ្ញុំដាក់ចូលគ្នាទៅវារៀងយូរបន្តិចដែរចាអញ្ចឹងនេះខ្ញុំនឹងចេញវីដេអូជូនអ៊ំពូមីងបងប្អូនមើលពីរបៀបធ្វើគ្រាប់ទទឹមផងដែរគ្រាប់ទទឹមមិនសូវជាពិបាកហ្មងនេះបងប្អូនស្រួលធ្វើទេនេះបងប្អូនចាលោតរបស់នេះខ្ញុំរួចរាល់ហើយបងប្អូនអាចញ៉ាំជាមួយនឹងតកកក៏បានចាតាមចំណង់ចំណូលចិត្តចានេះបងប្អូនឃើញទេសៃទូចចឹងខ្លីៗចឹងគឺយើងស្រួលញ៉ាំបងប្អូនវាអត់ស្លក់ព្រោះអីវារៀងស្វិតដែរវាអត់ដូចជាលោតអង្គទេបងប្អូនលោតអង្គរៀងទន់ស្រួលញ៉ាំជាងតែដល់ឡែកលោតស្វិតនឹងកាលណាតែវែងពេកគឺវាពិបាកញ៉ាំបងប្អូនចឹងហើយនេះខ្ញុំតម្រូវឲ្យអំពូមីងចាធ្វើជាសរសៃខ្លីៗល្អជាងយើងធ្វើវែងៗបងប្អូនចាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណអពុំមីងដែលបានតាមដានវីដេអូមួយនេះផងដែរហើយកុំភ្លេចជួយ like និង comment ម្នាក់មួយផងអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា